ជំរាបសួរអ៊ំពូមីងពុកម៉ែបងប្អូនណាខ្លះដែលកំពុងជួបប្រទះនៅអាការៈធ្វើទុកមួយចំនួនដូចជានោមញឹកនោមទាស់នោមមកបែកពពុះឬមានក្លិនខ្លាំងពុកម៉ែបងប្អូនដែលមានអាការៈធ្វើទុកឈឺនៅពេលដែលនោមម្ដងឈឺអួលផ្នែកចង្កេះនៅខាងក្រោយមានអាការៈធ្វើទុកលហិតលហើយអស់កម្លាំងបាត់បង់ចំណង់អាហារជាពិសេសមានអាការៈធ្វើទុកឡើងលំមាស់នៅលើស្បែកចង់ក្អួតចង្អោរមានអាការៈធ្វើទុកពិបាកក្នុងការដកដង្ហើមជាពិសេសមានអាការៈធ្វើទុកនៅពេលយប់ពិបាកនៅក្នុងការឡើងនោមមួយថ្ងៃនោម10ទៅ20ដងសម្រាប់ពុកម៉ែបងប្អូនដែលកំពុងតែមានអាការៈធ្វើទុកបែបនេះមានន័យថាពុកម៉ែបងប្អូនកំពុងតែមានបញ្ហារលាកតម្រងនោមរលាកថ្លោកនោមមានបញ្ហាគ្រោះក្នុងតម្រងនោមពុកម៉ែបងប្អូនដែលកំពុងតែជួបប្រទះអាការៈនេះដែរបើសិនជាមិនចង់ពន្យាពេលក្នុងការបន្តទុកឬមួយមិនចង់ធ្វើការលាងឈាមទៅថ្ងៃអនាគតអ្នកគ្រូសូមណែនាំឱសថធម្មជាតិរីណូដែលជាផលិតផលស្តង់ដាររបស់សហរដ្ឋអាមេរិកមានតួនាទីឯកទេសទៅលើបញ្ហាតម្រងនោម 100% តែម្ដងសូម្បីតែលោកពូជាសំណាងក៏ជាអ្នកធ្វើការប្រើប្រាស់ផ្ទាល់ដែរដោយសារតែផលិតផលមានគុណភាពប្រសិទ្ធភាពនិងសុវត្ថិភាព